មានសំណួរជាច្រើនសួរថាប្រសិនបើក្មេងអាយុក្រោម14ឆ្នាំគាត់ទៅបង្កហិង្សាវាយគ្នាបង្កឲ្យមានរបួសឬក៏ខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃតើឪពុកម្ដាយគឺជាអ្នកដែលទទួលខុសត្រូវមែនដែរអត់បើសិនជាឲ្យឪពុកម្ដាយអ្នកទទួលខុសត្រូវតើសមឬក៏មិនសមដោយសារក្មេងហ្នឹងអ្នកទៅវាយហើយឪពុកម្ដាយអត់បានដឹងផងតើឲ្យគាត់ជាអ្នកទទួលខុសត្រូវនឹងដែរទេណាអាហ្នឹងគឺជាចំណុចទី1ចំណុចទី2បើសិនបើយើងធ្វើការឲ្យគេហើយមេយើងឬក៏តកាយើងបានប្រើយើងឲ្យបំពេញនៅមុខងាររបស់យើងប៉ុន្តែស្រាប់តែចៃដន្យអីយើងក៏បានធ្វើឲ្យខូចខាតណាមួយដោយអចេតនាឧទាហរណ៍ថាបើកឡានតាមផ្លូវក៏ជ្រុលទៅប៉ះឡានអ្នកផ្សេងទៀតនៅលើដងផ្លូវតែប៉ុន្តែអាការប៉ះហ្នឹងសិតក្នុងម៉ោងមុខងាររបស់យើងឬក៏ម៉ោងការងាររបស់យើងអញ្ចឹងថាម្ចាស់ក្រុមហ៊ុនឬក៏តកែរបស់យើងដែលប្រើយើងហ្នឹងគាត់ជាអ្នកទទួលខុសត្រូវឬក៏យើងខ្លួនឯងអ្នកទទួលខុសត្រូវអាហ្នឹងចំណុចទី2ណាចំណុចទី3បើសិនបើយើងជាមន្ត្រីរាជការឧទាហរណ៍ដូចជាមន្ត្រីប៉ូលីសណាស្ថិតក្នុងម៉ោងបំពេញមុខងារស្រាប់តែគាត់បើកឡានលឿនពេកដើម្បីដេញចាប់ជនល្មើសក៏ជ្រុលទៅបុកប្រជាជនឲ្យមានរបួសតើនឹងជាការទទួលខុសត្រូវរបស់អង្គភាពនគរបាលឬក៏ទទួលខុសត្រូវដោយខ្លួនឯងណាអាហ្នឹងយើងត្រូវពិនិត្យមើលទាំងអស់គ្នានេះគឺជាចំណុចទី3អញ្ចឹងនៅក្នុង podcast នេះខ្ញុំនឹងលើកយកអំពីការទទួលខុសត្រូវផ្នែកសំណងរដ្ឋប្រវេណីរបស់បុគ្គលឯកជនសម្រាប់អ្នកដែលរងគ្រោះណាក្នុងភាសាច្បាប់គេហៅថាអំពើអនិច្ចានុកូលអញ្ចឹងដើម្បីកុំឲ្យរងចាំយូរស្ដាប់ជាមួយខ្ញុំទាំងអស់គ្នានៅក្នុងច្បាប់គេហៅថាអ្នកទទួលខុសត្រូវរដ្ឋប្រវេណីណាអ្នកទទួលខុសត្រូវរដ្ឋប្រវេណីនេះគឺជាអ្នកទទួលខុសត្រូវផ្នែកសំណងផ្នែកសងការខូចខាតបើសិនជាយើងនិយាយអំពីច្បាប់ព្រំប្រទានគេហៅថាអ្នកទទួលខុសត្រូវព្រំប្រទានអ្នកទទួលខុសត្រូវព្រំប្រទានគឺអ្នកដែលត្រូវតែជាប់គុកក្នុងពន្ធនាគារប៉ុន្តែក្នុងភាគនេះយើងនិយាយតែអំពីអ្នកទទួលខុសត្រូវផ្នែករដ្ឋប្រវេណីតែប៉ុណ្ណោះអញ្ចឹងការទទួលខុសត្រូវរដ្ឋប្រវេណីដោយសារអំពើខ្លួនឯងក្នុងភាសាច្បាប់គេហៅថាអំពើអនិច្ចានុកូលអញ្ចឹងដូចពាក្យរដងហ្នឹងខ្ញុំមិនប្រើភាសាច្បាប់ឲ្យបងប្អូនស្រុកស្មាទេខ្ញុំប្រើភាសាធម្មតាឲ្យងាយយល់យើងអាចនិយាយបានថាអ្នកទទួលខុសត្រូវរដ្ឋប្រវេណីឬក៏អ្នកទទួលខុសត្រូវផ្នែកអំពើអនិច្ចានុកូលណាឲ្យងាយយល់ណាអញ្ចឹងយើងមកដឹងអំពីចំណុចចំនួន3សិនណាចំណុចទី1គឺថាអ្នកណាគឺជាអ្នកទទួលខុសត្រូវចំណុចទី2យើងនិយាយអំពីទំហំនៃការខូចខាតណារបស់អំពើណាមួយហើយចំណុចទី3យើងនិយាយអំពីការអនុវត្តសំណងនៃការខូចខាតហ្នឹងអញ្ចឹងយើងមកស្វែងយល់សិនអំពីសញ្ញាណទូទៅឬក៏និយមន័យទូទៅសិនអ្វីទៅគឺជាអំពើអនិច្ចានុកូលឬក៏សំណងផ្នែករដ្ឋប្រវេណីគោលបំណងនៃការបង្កើតច្បាប់នេះគឺដើម្បីធានាថាជនរងគ្រោះដោយសារអំពើណាមួយរបស់អ្នកដទៃគឺទទួលបានសំណងណាដោយមានការថ្លឹងថ្លែងសមរម្យហើយដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះណាដោយសារការរំលោភបំពានណាមួយមិនថាចេតនាក៏ដោយអចេតនាក៏ដោយណាឥឡូវខ្ញុំលើកឧទាហរណ៍ទី1គឺពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់អនិច្ចជនឬក៏ជនដែលមានអាយុណាក្រោម18ឆ្នាំអញ្ចឹងយើងលើកឧទាហរណ៍មួយឲ្យងាយយល់គឺពាក់ព័ន្ធនឹងការវាយគ្នារបស់ក្មេងទំនើងឧទាហរណ៍ថាក្មេងទំនើងមួយក្រុមឬក៏ម្នាក់បានទៅវាយជនរងគ្រោះហើយបង្កឲ្យមានការខូចខាតណាផ្នែករាងកាយហើយក៏ត្រូវចូលសម្រាកនៅមន្ទីរពេទ្យនៅពេលនោះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងណាទាមទារលុយសំណងណាផ្នែករដ្ឋប្រវេណីចំនួន$10000អញ្ចឹង$10000ហ្នឹងគឺជាសំណងផ្នែករដ្ឋប្រវេណីដែលយើងនិយាយងាយយល់ណាគឺដែលបណ្ដាលមកពីអំពើណារបស់ជនល្មើសឬក៏ជនដៃដល់ឬក៏ក្មេងទំនើងដែលមានអាយុក្រោម18ឆ្នាំហ្នឹងអញ្ចឹងក្មេងដែលជាជនបង្កនៃភាគីម្ខាងទៀតត្រូវទទួលខុសត្រូវនៅផ្នែកចំនួន2ផ្នែកទី1គឺផ្នែកព្រំប្រទានណាផ្នែកទី2គឺផ្នែករដ្ឋប្រវេណីផ្នែករដ្ឋប្រវេណីគឺសងសំណងទៅជនរងគ្រោះហើយផ្នែកព្រំប្រទានគឺត្រូវចូលពន្ធនាគារណាអញ្ចឹងក្នុងសំណងនេះយើងអាចបែងចែកជាពីរទៀតមួយសំណងរូបរាងផ្លូវកាយបានន័យថាប្រកបចូលព្យាបាលណាថ្លៃមន្ទីរពេទ្យថ្លៃព្យាបាលរបួសអីផ្សេងណាហ្នឹងគឺអស់ប្រមាណយើងបូកតាមហ្នឹងទៅហើយមួយទៀតគឺផ្នែក
ផ្នែកជំងឺចិត្តគឺសំណងជំងឺចិត្តហ្នឹងដូចជាពេលដែលវាយទៅវាប៉ះពាល់ស្មារតីគាត់ធ្វើឲ្យគាត់នឹងមានការផិតភ័យគាត់ភ័យខ្លាចណាអញ្ចឹងការសំណងជំងឺចិត្តនេះយើងអាចដាក់ពាក្យស្នើសុំណាទៅតាមអ្វីដែលយើងយល់ឃើញផ្ទាល់ខ្លួនបានប៉ុន្តែអ្នកសម្រាប់ចុងក្រោយគឺនៅតែតុលាការដដែលទេណាប៉ុន្តែយើងអាចទាមទារប្រហែលក៏បានដែរផ្នែកសំណងជំងឺចិត្តឬក៏សំណងនៃការខូចខាតហ្នឹងបោកបញ្ចូលគ្នាមួយគ្នាហ្មងក៏បានដែរអត់បញ្ហាទេណាអញ្ចឹងនេះគឺជាការទទួលខុសត្រូវរបស់អនិច្ចជនដែលមានអាយុណាគឺចាប់ពី14ឆ្នាំរហូតដល់ក្រោម18ឆ្នាំបានន័យថាគាត់អាចទទួលខុសត្រូវព្រមទាំងផងនិងទទួលខុសត្រូវផ្នែករដ្ឋប្រវេណីផងបើសិនមកក្នុងករណីនេះឧទាហរណ៍ថាអនិច្ចជនហ្នឹងគាត់មិនមានលទ្ធភាពណាមួយបង់លុយឲ្យទៅជនរងគ្រោះទេអញ្ចឹងអ្នកទទួលខុសត្រូវរដ្ឋប្រវេណីអាចជាឪពុកម្ដាយរបស់គាត់ឬក៏សាច់ញាតិរបស់គាត់ឥឡូវយើងចូលដល់ឧទាហរណ៍ទី2ពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែករដ្ឋប្រវេណីរបស់អនិច្ចជនដែរប៉ុន្តែអនិច្ចជននេះគឺមានអាយុក្រោម14ឆ្នាំឥឡូវយើងសន្មតថាគាត់អាយុ18ឆ្នាំចុះអញ្ចឹងអនិច្ចជនម្នាក់ឬក៏ក្មេងម្នាក់អាយុ13ឆ្នាំបានមានន័យថាខឹងគ្នាជាមួយនឹងមិត្តភ័ក្តិក៏វាយគ្នាជាមួយនឹងមិត្តភ័ក្តិបណ្ដាលឲ្យណាបែកក្បាលអញ្ចឹងក្មេងអាយុ13ឆ្នាំនេះតើគាត់ទទួលខុសត្រូវដែរអត់ចម្លើយគឺបើផ្អែកតាមមាត្រា745នៃក្រមរដ្ឋប្រវេណីគឺគាត់មិនទទួលខុសត្រូវទេដោយមាត្រាហ្នឹងគេបានបញ្ជាក់ថាជនដែលមានអាយុក្រោម14ឆ្នាំមិនទទួលខុសត្រូវចំពោះអំពើអនិច្ចារកលរបស់ខ្លួនទេអំពើអនិច្ចារកលដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺជាអំពើដែលធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិឬក៏រូបកាយដល់អ្នកដទៃមិនថាចេតនាក៏ដោយឬអចេតនាក៏ដោយណានឹងពាក់ព័ន្ធនឹងនិយមន័យនៃអំពើអនិច្ចារកលដែលគេមានចែងក្នុងច្បាប់តែបងប្អូនមិនបាច់ខ្វល់ពាក្យច្បាប់ទេខ្ញុំនិយាយសម្រាប់បងប្អូនងាយយល់ណាអញ្ចឹងយើងងាកមកច្បាប់យើងវិញដល់ពេលដែលគេបានបញ្ជាក់ថាក្មេងអាយុ13ឆ្នាំអត់ទទួលខុសត្រូវនៅអំពើរបស់ខ្លួនឯងទេថាតើបើគាត់ទៅវាយគេបែកក្បាលអញ្ចឹងតើអ្នកណាគេជាអ្នកចេញសំណងនៃការខូចខាតហ្នឹងអញ្ចឹងអ្នកដែលចេញសំណងនៃការខូចខាតនេះយើងមើលទៅលើមាត្រា746ណាបន្ទាប់គ្នាមាត្រា746ហ្នឹងគេនិយាយអំពីការទទួលខុសត្រូវរបស់បុគ្គលដែលមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យអនិច្ចជនដែលអាយុក្រោម14ឆ្នាំហ្នឹងមានន័យថាឧទាហរណ៍ថាបើសិនជាក្មេងហ្នឹងអាយុក្រោម13ឆ្នាំហ្នឹងឬក៏ក្រោម14ឆ្នាំហ្នឹងគាត់នៅជាមួយនឹងឪពុកម្ដាយនៅជាមួយនឹងមីងមារបស់គាត់ឬក៏នៅជាមួយនឹងអ្នកណាដែលមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងគាត់ប៉ុន្តែបែរជាមិនបានគ្រប់គ្រងគាត់ឲ្យបានល្អបែរជាបណ្ដាលឲ្យគាត់ហ្នឹងទៅប្រព្រឹត្តនៅហិង្សាលើអ្នកដទៃបង្ករបួសស្នាមដល់អ្នកដទៃខូចខាតទ្រព្យសម្បត្តិអ្នកដទៃអញ្ចឹងអ្នកដែលកំណត់នៅក្នុងមាត្រា746ហ្នឹងគឺត្រូវតែទទួលខុសត្រូវផ្នែកសំណងរដ្ឋប្រវេណីដល់ជនម្ខាងទៀតដែលគាត់រងរបួសឬក៏ខូចខាតផ្នែកទ្រព្យសម្បត្តិអ្នកទាន់ទេបងប្អូនអញ្ចឹងនេះគឺជាការទទួលខុសត្រូវរបស់ក្មេងដែលមានអាយុក្រោម14ឆ្នាំឬក៏អនិច្ចជនយើងនិយាយយល់ចុះបើសិនជាជននឹងឬក៏ក្មេងនឹងអាយុណាលើសពី14ឆ្នាំបើសិនជាគាត់អាយុលើសពី14ឆ្នាំការទទួលខុសត្រូវគឺមាន2ទី1គឺអ្នកដែលធ្វើខ្លួនឯងមិនថាជាក្មេងខ្លួនឯងនឹងអាយុ14ឆ្នាំឡើងហ្នឹងនិងទី2បុគ្គលដែលមានករណីកិច្ចត្រួតពិនិត្យតាមច្បាប់ឬក៏បុគ្គលដែលច្បាប់កំណត់ថាជាអ្នកមានអំណាចមេបាឬក៏ជាអ្នកដែលមើលយុវជននឹងអាចជាមីងយាយតាឪពុកម្ដាយដែលជាអ្នកមានអំណាចក្នុងការគ្រប់គ្រងក្មេងនឹងខ្ញុំនិយាយងាយយល់ចឹងណាបងប្អូននិយាយទៅនៅក្នុងច្បាប់គេហៅថាអ្នកទទួលករណីកិច្ចត្រួតពិនិត្យបើសិនជាយើងបកសម្រាយឲ្យងាយយល់មានថាក្មេងនឹងទៅនៅជាមួយនឹងអ្នកណានៅក្នុងមណ្ឌលកម្មាកំព្រានៅវត្តនៅអីហ្នឹងគឺអ្នកដែលទទួលបន្ទុកមើលក្មេងហ្នឹងគឺជាអ្នកដែលទទួលខុសត្រូវផ្នែករដ្ឋប្រវេណីណាករណីក្មេងហ្នឹងអាយុក្រោម18ឆ្នាំឬក៏ក្រោម14ឆ្នាំអញ្ចឹងមានសំណួរត្រូវសួរទៀតថាចុះបើសិនជាមីងឬក៏អ្នកដែលនៅជាមួយក្មេងហ្នឹងឬក៏អ្នកដែលក្មេងហ្នឹងនៅជាមួយដូចជាឪពុកម្ដាយមីងយាយតាណាបានអប់រំក្មេងហ្នឹងហើយបានបណ្ដៅក្មេងហ្នឹងហើយប៉ុន្តែក្មេងហ្នឹងវាមិនស្ដាប់វានៅតែទៅបង្កហិង្សាឲ្យខូចខាតឬក៏រងរបួសដល់អ្នកដទៃតែច្បាប់កំណត់ឲ្យពួកគាត់ហ្នឹងត្រូវទទួលខុសត្រូវជាមួយក្មេងហ្នឹងទៀតអត់បាទគឺអត់ទេប៉ុន្តែលុះត្រាតែណែជនទាំងអស់ហ្នឹងបានបញ្ជាក់ថាខ្លួនបានបដៅអប់រំក្មេងហ្នឹងហើយតែក្មេងហ្នឹងមិនស្ដាប់អញ្ចឹងខ្លួនបានណែនាំអស់លទ្ធភាពហើយតែក្មេងហ្នឹងមិនស្ដាប់អញ្ចឹងទើបបានថាទើបពួកគាត់អាចរួចផុតពីការទទួលខុសត្រូវផ្នែករដ្ឋប្រវេណីពាក់ព័ន្ធនឹងរឿងសំណងហ្នឹងណាបងប្អូនតើគាត់បានបញ្ជាក់អញ្ចឹងតើគាត់បង្ហាញផុសតាងអញ្ចឹង
ឬក៏មានអ្នកចិត្តខាងនិយាយថាក្មេងហ្នឹងឪពុកម្ដាយណែនាំឬក៏យាយតាណាឬក៏អ្នកផ្សេងណែនាំតែក្មេងហ្នឹងវាមិនស្ដាប់វានៅតែរឹងរូសនៅតែមិនស្ដាប់បង្គាប់គេនៅតែធ្វើហិង្សាអញ្ចឹងគឺពួកគាត់មិនទទួលខុសត្រូវជាមួយក្មេងហ្នឹងទេអញ្ចឹងគឺពាក់ព័ន្ធនឹងចំណុចនៃការទទួលខុសត្រូវផ្នែករដ្ឋប្រវេណីឬដោយសារអំពើអនិច្ចំនគរនេះខ្ញុំសូមបញ្ជាក់បងប្អូនថាក្មេងអាយុក្រោម14ឆ្នាំគឺគាត់ខ្លួនឯងហ្នឹងមិនទទួលខុសត្រូវនៅអំពើដែលខ្លួនបានធ្វើទេណាបាទនៅអំពើដែលខ្លួនបានធ្វើទេច្បាប់កំណត់ចឹងហេតុអីដោយសារតែគេគិតថាគាត់នៅក្មេងគាត់មិនមានការយល់ដឹងច្បាស់លាស់គាត់មិនអាចបែងចែកខុសត្រូវបានអញ្ចឹងទើបច្បាប់លើកលែងមិនឲ្យក្មេងអាយុគ្រប់14ឆ្នាំណាគឺទទួលខុសត្រូវផ្នែករដ្ឋប្រវេណីទេឬក៏ផ្នែកសំណងខូចខាតទេហើយអ្នកដែលទទួលខុសត្រូវហ្នឹងគឺអីគេគឺអ្នកដែលមានអំណាចមេបាដែលជាឪពុកម្ដាយមីមីងយាយតាឬក៏អ្នកដែលក្មេងហ្នឹងនៅជាមួយណាបងប្អូនប៉ុន្តែក្មេងដែលមានអាយុណាចាប់ពី14ឆ្នាំឡើងគឺគាត់ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្រវេណីជាមួយនឹងអ្នកមានអំណាចមេបាឬក៏អ្នកដែលគាត់នៅជាមួយឪពុកម្ដាយមីមីងហ្នឹងអញ្ចឹងគាត់ណាបងប្អូន14ឆ្នាំឡើងត្រូវទទួលខុសត្រូវ14ឆ្នាំយកក្រោមគឺក្មេងហ្នឹងអត់ទទួលខុសត្រូវទេណាខ្ញុំសម្រាយខ្លីៗងាយយល់ឥឡូវយើងចូលដល់ចំណុចទី2ធំដែលយើងនឹងនិយាយអំពីការទទួលខុសត្រូវរបស់យុវជកដែលយើងហៅតាមភាសាច្បាប់បើយើងនិយាយតាមភាសាទូទៅគេហៅថាមេឬក៏តកែឬក៏ប្រធានក្រុមហ៊ុនដែលប្រើបុគ្គលិកខ្លួនឯងឲ្យធ្វើការហើយបុគ្គលិកហ្នឹងគាត់បានទៅធ្វើសកម្មភាពណាមួយក្នុងម៉ោងការងារដែលសកម្មភាពរបស់គាត់ហ្នឹងគឺចេតនាដើម្បីបំពេញការងារទេក៏ប៉ុន្តែវាជ្រុលទៅបង្កបញ្ហាដល់អ្នកដទៃដូចខ្ញុំបានលើកឧទាហរណ៍អញ្ចឹងណាថាក្នុងម៉ោងការងារមេបានប្រើកូនចៅខ្លួនឯងឲ្យបើកឡានដឹកទំនិញយកឲ្យម៉ួយនៅតាមខេត្តក៏ប៉ុន្តែស្រាប់តែបើកឡានតាមផ្លូវហ្នឹងក៏ជ្រុលទៅបង្កគ្រោះថ្នាក់ខូចខាតដល់រថយន្តអ្នកផ្សេងទៀតណាហើយខូចខាតហ្នឹងគឺដោយសារតែគាត់ធ្វើការក្នុងម៉ោងការងារទេអញ្ចឹងក្នុងករណីបែបនេះគឺថាអ្នកដែលទទួលខុសត្រូវដំបូងបំផុតហ្នឹងគឺមេរបស់គាត់គឺតកែរបស់គាត់ឬក៏ជាក្រុមហ៊ុនរបស់គាត់ដែលគាត់បើកឡានឲ្យហ្នឹងណាបងប្អូនអញ្ចឹងនេះគឺជាការទទួលខុសត្រូវរបស់ម្ចាស់ក្រុមហ៊ុនឬក៏តកែហ្នឹងហើយសំណួរសួរទៀតថាចុះហេតុអីបានអ្នកបើកបររថយន្តគាត់ធ្វើប្រហែសខ្លួនគាត់ណាមិនថាចេតនាឬក៏អចេតនាគាត់ទៅបង្កការខូចខាតដល់អ្នកដទៃហេតុអីក៏បែរជារុញការទទួលខុសត្រូវសំណងហ្នឹងមកខាងភាគីក្រុមហ៊ុនវិញដោយសារច្បាប់បានកំណត់នៅក្នុងមាត្រា747គឺបងប្អូនអាចចូលឆែកមើលបានในក្រមរដ្ឋប្រវេណីគេបានបញ្ជាក់ច្បាស់តែម្ដងណាពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់យុវជកឬក៏ហៅថាមេរបស់គាត់ឬក៏ប្រធានស្ថាប័នគាត់ហ្នឹងក៏ប៉ុន្តែច្បាប់ក៏បើកសិទ្ធដែរបើកសិទ្ធឲ្យមេរបស់គាត់ឬក៏គេហៅថាប្រធានក្រុមហ៊ុនរបស់គាត់ហ្នឹងអាចយកសំណងឬក៏ទាមទារសំណងពីអ្នកដែលបង្កគ្រោះថ្នាក់នឹងបានដែរឧទាហរណ៍ថាកងឡានក៏បើកទៅបុកគេអញ្ចឹងទៅណាបង្កគ្រោះថ្នាក់ឲ្យមានរឿងហេតុណាមួយកើតឡើងអញ្ចឹងប្រធានក្រុមហ៊ុនហ្នឹងគាត់ត្រូវចេញលុយសងទៅគេសិនបន្ទាប់មកគាត់អាចបង្កាត់ប្រាក់ខែឬក៏ទាមទារសំណងណាមួយពីអ្នកបើកបរឡានដែលជាកូនចៅរបស់គាត់នៅក្នុងក្រុមហ៊ុនជាមួយគ្នានឹងបានមកវិញដែរណាបងប្អូនអាចមើលចំណុចទី3នៃមាត្រា747ណាឥឡូវយើងមើលពីការទទួលខុសត្រូវរបស់មន្ត្រីរាជការវិញមន្ត្រីរាជការក្នុងចំណុចនេះមិនសំដៅតែទៅលើប៉ូលីសទាហានដែលគាត់ធ្វើសកម្មភាពក្នុងពេលបំពេញបេសកកម្មទេគឺសំដៅទៅលើមន្ត្រីរាជការទាំងអស់ដែលស្ថិតនៅក្រោមក្រសួងស្ថាប័នរបស់រដ្ឋណាអញ្ចឹងក្នុងមាត្រា749នៃច្បាប់ដដែលហ្នឹងគេបាននិយាយថាបើសិនជាមន្ត្រីរាជការអនុវត្តនៅទួនាទីឬក៏អំណាចណាមួយដែលរដ្ឋឬក៏ប្រធានស្ថាប័នគាត់បានផ្ដល់ឲ្យហើយគាត់ធ្វើទៅដោយគេហៅថាកើតមាននៅកំហុសអចេតនាក្នុងភារកិច្ចរបស់ខ្លួនគឺរដ្ឋឬក៏ស្ថាប័នឬក៏ក្រសួងរបស់គាត់នឹងជាអ្នកដែលទទួលខុសត្រូវសងការខូចខាតនោះទៅជនរងគ្រោះណាក្នុងករណីដែលកំណត់ដូចខ្ញុំបានលើកឡើងខាងលើនេះក៏ដោយក៏កម្រិតនៃការទទួលខុសត្រូវហ្នឹងគឺរដ្ឋអាចទាមទារណាពីមន្ត្រីរាជការនោះបានប្រសិនបើគេហៅថាអាការសងហ្នឹងឬក៏លទ្ធផលដែលមន្ត្រីរាជការនឹងបានធ្វើហ្នឹងវាមានសភាពធ្ងន់ធ្ងរពេកណាអាចទាមទារសំណងពីមន្ត្រីរាជការនោះបានណា
អូខេឥឡូវយើងមកដឹងពីចំណុចមួយទៀតពាក់ព័ន្ធនឹងការគណនានៅចំនួនទឹកប្រាក់នៃការខូចខាតអញ្ចឹងក្នុងមាត្រា558គេនិយាយអំពីទំហំនៃការខូចខាតហ្នឹងគឺផ្អែកទៅលើទ្រព្យសម្បត្តិឬក៏ផ្អែកទៅលើផលប៉ះពាល់ដែលបណ្ដាលមកពីសកម្មភាពដែលគេថាអ្នកប្រព្រឹត្តបានធ្វើឡើងណាបានស្ដែងឡើងហើយការវិតម្លៃពាក់ព័ន្ធនឹងការខូចខាតហ្នឹងគឺមានតែស្ថាប័នតុលាការទេដែលគាត់អាចធ្វើបានណាហើយការវិតម្លៃណាមួយពាក់ព័ន្ធនឹងទំហំនៃការខូចខាតហ្នឹងផ្អែកលើណាឯកសារផ្អែកលើស្ថិតិផ្សេងដែលមានឧទាហរណ៍ដូចខ្ញុំនិយាយមុនហ្នឹងថាបើសិនជាជនរងគ្រោះគាត់ចូលពេទ្យពាក់ព័ន្ធនឹងការចំណាយមានវិក័យប័ត្រចំណាយអញ្ចឹងទៅហើយបើសិនជានិយាយអំពីគេហៅថាប៉ះពាល់ផ្នែកផ្លូវចិត្តអាហ្នឹងគឺពិបាកវាស់បន្តិចតោះតែអ្នកជំនាញផ្នែកចិត្តសាស្ត្រឬក៏ការមើលឃើញរបស់តុលាការហ្នឹងទើបអាចវាស់វែងមកឧទាហរណ៍ថាបន្ទាប់ពីកើតឡើងរឿងហ្នឹងហើយតែគាត់មានផលប៉ះពាល់ផ្លូវចិត្តកម្រិតណាហ្នឹងតតែខាងផ្នែកតុលាការឬក៏អ្នកជំនាញទើបវាស់ពោះច្បាប់ក៏គេមិនកំណត់ឲ្យវាស៊ីជម្រៅឬក៏លម្អិតទៅក្នុងពាក់ព័ន្ធនឹងផលប៉ះពាល់ផ្នែកផ្លូវចិត្តហ្នឹងដែរអាហ្នឹងពាក់ព័ន្ធជាមួយនឹងប៉ះពាល់រូបកាយនិងប៉ះពាល់ផ្នែកផ្លូវចិត្តហើយបើទ្រព្យសម្បត្តិយើងអត់ពិបាកទេគឺយើងសងទៅតាមតម្លៃនៃទ្រព្យសម្បត្តិហ្នឹងឧទាហរណ៍បើសិនជាខូចខាតឡានយានយន្តឬក៏ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិផ្សេងគឺយើងអាចថាវាតម្លៃទៅតាមគេហៅថាទំហំនៃការខូចខាតហ្នឹងទៅបើសិនជាឧទាហរណ៍មានការធ្វើឡានឬក៏ជួសជុលឡានដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍គឺយកឲ្យគេជួសជុលទៅបើជួសជុលដូចដើមវិញគឺសងសំណងនឹងវិញទៅហើយបើសិនជាមិនអាចជួសជុលបានយើងទិញថ្មីឲ្យគេវិញទៅអាហ្នឹងវាចប់បើទិញបានទេឲ្យជាលុយតែឲ្យអ្នកដែលគាត់ខូចខាតហ្នឹងគាត់ទៅទិញខ្លួនឯងទៅអាហ្នឹងគឺងាយស្រួលអញ្ចឹងទេអត់ពិបាកទេពាក់ព័ន្ធនឹងរឿងរដ្ឋប្រវេណីតែពិបាកជាងគេពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់អ្នកប្រព្រឹត្តទាំងតែម្ដងណាខ្ញុំសូមបើកវងកញ្ចក់បន្តិចថាការទទួលខុសត្រូវវាមានចំនួន2ដូចខ្ញុំបានបញ្ជាក់អញ្ចឹងអ្នកដែលប្រព្រឹត្តនៅអំពើណាមួយគឺទទួលខុសត្រូវផ្នែករដ្ឋប្រវេណីគឺស្រួលទេសងឲ្យជាលុយទៅចប់ហើយណាប៉ុន្តែបើទទួលខុសត្រូវព្រមទាន់គឺត្រូវចូលទៅពន្ធនាគារក៏ប៉ុន្តែដូចខ្ញុំនិយាយយ៉ាងថាមិនមែនគ្រប់សកម្មភាពទាំងអស់សុទ្ធតែតម្រូវឲ្យទទួលខុសត្រូវព្រមទាន់ទេសកម្មភាពខ្លះឬក៏អំពើល្មើសខ្លះមិនតម្រូវឲ្យចូលពន្ធនាគារទេគឺសងឲ្យជាប្រាក់គឺចប់តែអំពើខ្លះគឺត្រូវសងជាប្រាក់ផងណាចូលពន្ធនាគារផងខ្ញុំសូមបន្ថែមទៀតដែរករណីដែលសកម្មភាពណាមួយដែលធ្វើឲ្យគេហៅថាភាគីម្ខាងទៀតដែលជាជនរងគ្រោះហ្នឹងគាត់ត្រូវសម្រាកនៅពេទ្យអញ្ចឹងមិនត្រឹមតែចេញថ្លៃពេទ្យទេគឺត្រូវចេញថ្លៃគាត់រកបានក្នុងមួយថ្ងៃមានន័យថាចំណូលនៃប្រាក់ខែរបស់គាត់ឧទាហរណ៍បើសិនជាគាត់គ្រោះថ្នាក់ចរាចរណ៍យើងទៅបង្កឲ្យគាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យគាត់ដេកនៅពេទ្យអស់លុយថ្លៃពេទ្យហើយគឺគាត់អត់អាចទៅរកលុយបានណាបើសិនជាគាត់ពិការគឺត្រូវគណនាគេហៅថាការបាត់បង់អវយវៈរបស់គាត់ឬក៏ដៃជើងរបស់គាត់ទៀតបើសិនជាអត់ពិការទេគឺត្រូវគណនាទៅលើប្រាក់ចំណូលរបស់គាត់ឧទាហរណ៍បើគាត់អ្នករកស៊ីមួយថ្ងៃគាត់រកស៊ីបានប៉ុន្មានឬក៏គាត់រកចំណូលបានប៉ុន្មានអញ្ចឹងគឺគេត្រូវគណនាលើអាហ្នឹងហើយអាហ្នឹងវាស្មុគស្មាញណាពាក់ព័ន្ធនឹងការគណនានេះខ្ញុំនឹងមិននិយាយលម្អិតទេខ្ញុំទុកឲ្យខាងផ្នែកតុលាការឬក៏ផ្នែកអាជ្ញាធរមានសមត្ថកិច្ចគាត់ធ្វើទៅព្រោះវាបត់បែនទៅតាមស្ថានភាពជាក់ស្ដែងគាត់ខ្ញុំលើកជាទ្រូឲ្យបងប្អូនងាយយល់តែប៉ុណ្្នឹងឯងណាអញ្ចឹងចំណុចចុងក្រោយមុននឹងបញ្ចប់នេះខ្ញុំសូមបញ្ជាក់ថាគ្រប់សកម្មភាពទាំងអស់ដែលបណ្ដាលមកពីអំពើអនិច្ចានុក្រឬក៏អំពើល្មើសណាមួយដែលគេហៅថាភាគីម្ខាងទៀតធ្វើទៅលើជនរងគ្រោះគឺមានរយៈពេលរបស់វាមិនយើងគេធ្វើឲ្យប៉ះពាល់យើងថ្ងៃហ្នឹងខូចខាតទ្រព្យសម្បត្តិឬក៏រូបកាយយើងថ្ងៃហ្នឹងហើយស្រាប់10ឆ្នាំក្រោយយើងបានតែប្តឹងទាមទារបានទេណាគឺគេមានពេលកំណត់ច្បាស់លាស់អញ្ចឹងការទាមទារនេះត្រូវធ្វើឡើងណាបាទកំឡុងពេល3ឆ្នាំបាទបន្ទាប់ពីពេលដែលជនរងគ្រោះឬក៏ខ្លួនយើងហ្នឹងបានដឹងអំពីរឿងហេតុហ្នឹងគឺយើងអាចទាមទារសំណងបានក្នុងរយៈពេល3ឆ្នាំណាអញ្ចឹងបើផុតរយៈពេល3ឆ្នាំហ្នឹងទៅយើងគិតថាពិបាកក្នុងការទាមទារមែនទែនគេថាផុតអញ្ញាយុកាឬក៏ផុតពេលវេលានៃការទាមទារណាអញ្ចឹងអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ podcast ពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែករដ្ឋប្រវេណីនៅអំពើអនិច្ចានុក្ររបស់មនុស្សទាំង3ក្រុមដែលខ្ញុំបាននិយាយក្រុមទី1គឺអនិច្ចជនក្រុមទី2គឺមន្ត្រីគឺគេហៅថាយោជិតឬក៏អ្នកធ្វើការឲ្យគេហើយក្រុមទី3គឺមន្ត្រីរាជការអញ្ចឹងអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅ podcast ក្រោយជាមួយនឹងគូពិសេសអរគុណសូមជម្រាបលា